មន្ត្រីជាអ្នកបម្រើរាជមិនមែនជាចៅហ្វាយរបស់ប្រជារាស្ត្រទេជាមួយគ្នាមន្ត្រីគ្រប់រូបក៏ជាប្រជារាស្ត្រដែរកូនរបស់យើងប្រពន្ធរបស់យើងចៅរបស់យើងក៏ជាប្រជារាស្ត្រដែរអញ្ចឹងបម្រើប្រជារាស្ត្រគឺដូចបម្រើខ្លួនឯងនិងគ្រួសារខ្លួនឯងចាំពាក្យនេះតែយើងចង់រស់នៅក្នុងបរិស្ថានមួយនៅក្នុងដែលបរិស្ថាននេះងាយស្រួលរស់នៅទេសេវាសាធារណៈទាន់ចិត្តល្អប្រសើរទេបើយើងចង់បានសម្រាប់យើងសម្រាប់កូនយើងសម្រាប់គ្រួសារយើងគួរអនុវត្តព្រោះយើងចូលរួមនៅក្នុងការផ្ដល់សេវាឲ្យមន្ត្រីផ្សេងទៀតផងដែរដែលជាប្រជារស់នៅក្នុងមូលដ្ឋានរបស់យើងហើយយើងរួមគ្នាដើម្បីកសាងបរិស្ថានមួយដែលកាន់តែមានប្រសិទ្ធភាពបរិស្ថានដែលមានលំនឹងភាពច្បាស់លាស់នៅក្នុងការទទួលនៅក្នុងសេវាសាធារណៈពីរដ្ឋបាលបច្ចុប្បន្ននិងទៅអនាគតដើម្បីឲ្យងាយស្រួលនោះគឺជាកាតព្វកិច្ចរបស់មន្ត្រីគ្រប់រូបដើម្បីចូលរួមក្នុងការធ្វើនេះគឺជាកាតព្វកិច្ចរបស់យើង